và nè rồiចំណូលតាម YouTube មួយចំនួនគឺគាត់ប្រហែលជាគាត់អាចឆ្ងល់ថានៅពេលដែលគាត់ប្រើលក្ខណៈជា computer ដើម្បីធ្វើការ upload វីដេអូទៅកាន់ YouTube អញ្ចឹងមានថាគឺពេលគាត់ប្រហែលជាមិនដែលបានជួបប្រទះជាមួយនឹង AB testing AB testing នេះគឺវាបង្ហាញនៅពេលដែលយើងប្រើ upload រូបភាពវីដេអូផ្សេងៗនៅតាម YouTube បាទវាបង្ហាញប៉ុន្តែបើកាលណាយើងប្រើតាមទូរស័ព្ទដៃគឺយើងអត់បង្ហាញទេអ្នកខ្លះគាត់រកចំណូលតាមទូរស័ព្ទដៃដោយ upload វីដេអូចូលក្នុង YouTube តាមទូរស័ព្ទដៃគឺវាអត់បង្ហាញ AB testing ទេគឺវាបង្ហាញតែនៅលើ computer ទេអញ្ចឹង AB testing ហ្នឹងគឺមានន័យថា YouTube បានផ្ដល់ឱកាសឲ្យយើងគឺមានន័យថាគឺបង្ហាញthumbnail បាទ3ទៅកាន់អ្នកមើលអញ្ចឹងមានថាវាបង្ហាញទៅលើវីដេអូ YouTube ហ្នឹងគឺរូបភាព3តែម្ដងបាទរដងនៅពេលដែលវាមិនបង្ហាញ AB testing ហ្នឹងគឺវាបង្ហាញតែមួយទេប៉ុន្តែបើកាលណាយើងប្រើ AB testing ដែល YouTube ផ្ដល់សិទ្ធិឲ្យយើងនេះគឺយើងអាចបង្ហាញទៅYouTube ហ្នឹងគឺបាន3រូបភាពផ្សេងគ្នាអញ្ចឹងវាថា3រូបភាពផ្សេងគ្នាហ្នឹងនៅពេលដែលអ្នកមើលហ្នឹងគាត់មើលប៉ះរូបភាពមួយណានៅពេលដែលគាត់ click មើលទៅគឺវីដេអូហ្នឹងគឺវាចេញតែមួយទេអញ្ចឹងមានន័យថានេះក៏ជាកាស promotion របស់យើងដើម្បីឲ្យអ្នកប្រើប្រាស់ YouTube ហ្នឹងមើលវីដេអូរបស់យើងហ្នឹងគឺបានកាន់តែទូលំទូលាយពីព្រោះអីវាបង្ហាញរូបភាព3ផ្សេងគ្នាបាទនៅតាមប្រទេសតាមបណ្ដាញនីមួយៗប៉ុន្តែរូបភាពវាគឺមានតែមួយទេអញ្ចឹងដើម្បីយើងដាក់3ជាមួយនឹង thumbnail រូបភាពបង្ហាញអេក្រង់ហ្នឹងផ្សេងគ្នាយើងចុចទៅលើពាក្យ AB testing បាទអញ្ចឹងយើងយកពាក្យនេះតែម្ដងបាទយើងយកពាក្យបើសិនជាយើងចង់ដាក់តែចំណងជើងទេមានថាវានឹងបង្ហាញចំណងជើង3ខុសគ្នាបាទចំណងជើងទី1ចំណងជើងទី2និងចំណងជើងទី3អញ្ចឹងវាថាបើតាមយោបល់របស់ខ្ញុំយើងដាក់ចំណងជើងខុសគ្នាហើយយើងដាក់រូបភាពthumbnail ហ្នឹងគឺខុសគ្នាតែម្ដងទៀតទៅដើម្បីយើងទាក់ទាញអតិថិជនហ្នឹងតែទីអ្នកមើលហ្នឹងគឺកាន់តែទូលំទូលាយនេះហើយគឺជាឱកាសដែល YouTube បានផ្ដល់ឲ្យយើងជាពិសេសឥឡូវខ្ញុំ click នៅលើ title and thumbnail អញ្ចឹងមានតាំងគឺខ្ញុំដាក់ជាមួយនឹងចំណងជើង3ហើយនឹងរូបភាព thumbnail ហ្នឹងគឺ3តែម្ដងបាទសូមពិនិត្យមើលទាំងអស់គ្នាឥឡូវខ្ញុំដាក់ចំណងជើងមួយទៀតសិនហើយនឹង upload កន្លែងនេះadd thumbnail នេះយើងដាក់រូបភាពបាទឥឡូវខ្ញុំធ្វើដាក់ទាំងអស់គ្នា បាទឥឡូវយើងពេលដែលយើងដាក់ចំណងជើងហើយដាក់ thumbnail រូបភាពទាំង3ហ្នឹងហើយឥឡូវយើងពេលយកពាក្យ set តែម្ដងទៅបាទដើម្បីឲ្យអ្នកប្រើប្រាស់ហ្នឹងគាត់មើលឃើញ
រូបភាព3ផ្សេងគ្នាប៉ុន្តែគាត់ click មើលវីដេអូទៅគឺវីដេអូតែមួយទេអញ្ចឹងវាថាវាជួយផ្សព្វផ្សាយឲ្យយើងនៅតាម YouTube ហ្នឹងគឺកាន់តែទូលំទូលាយនេះគឺជាឱកាសដែល YouTube បានផ្ដល់ឲ្យយើងឥឡូវយកពាក្យ set ទៅបាទនៅពេលដែលយើង set ហើយយើងយកពាក្យថាពាក្យ save បាទអញ្ចឹងសូមអរគុណច្រើននៅពេលដែលលោកអ្នកបើក upload តាមបើ YouTube តាម computer ឬក៏ laptop អីបើឃើញពាក្យថា A/B testing មានថាគឺជាការ YouTube ដែលបានផ្ដល់យើងបាទអញ្ចឹងមានថាគឺជាការពិសេសមែនទែនវីដេអូនេះគឺខ្ញុំមានតែប៉ុណ្្នឹងទេសូមអរគុណច្រើនបាទ